ជំរាបសួរលោកគ្រូនិងជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះឈុនរតនាថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីដំណើរការទាំងមូលនៃការ install Ubuntu server នៅក្នុង VirtualBox អញ្ចឹងដើម្បីអាចធ្វើការងារនេះបានខ្ញុំបានរៀបចំនៅ step មួយចំនួនទី1គឺការ install VirtualBox នៅក្នុងកុំព្យូទ័រទី2គឺការ download file ISO របស់ Ubuntu server ទី3គឺការបង្កើត virtual machine នៅក្នុង VirtualBox របស់យើងទី4គឺការកំណត់ទៅលើទំហំ space របស់ storage និងទំហំរបស់ RAM នៅលើ virtual machine របស់យើងទី5គឺការ attach file ISO នឹងចូលទៅកាន់ virtual machine របស់យើងអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើការងារមួយនឹងហើយតើតើមួយការ install VirtualBox ខ្ញុំបាន install រួចហើយ file ISO ខ្ញុំបាន download ពី website official របស់Ubuntu ដែរអញ្ចឹងខ្ញុំនឹងធ្វើការងារមួយហ្នឹងដំបូងខ្ញុំបើកកម្មវិធី VirtualBox សិនដើម្បីធ្វើការបង្កើតនៅ virtual machine ថ្មីមួយអញ្ចឹងមកដល់ឯនេះខ្ញុំជ្រើសរើសយកពាក្យ new ដើម្បីធ្វើការបង្កើត virtual machine អញ្ចឹងខ្ញុំដាក់ virtual machine របស់ខ្ញុំកន្លែង VM name នេះគឺជាកន្លែងដែលយើងដាក់ឈ្មោះ virtual machine របស់យើងខ្ញុំដាក់ថា Ubuntu server ហើយបន្ទាប់មកតាក់ទងមួយនឹងកន្លែងនេះកន្លែង VM folder នេះគឺជាកន្លែងដែលយើងជ្រើសរើសដើម្បីទុកនៅ file របស់ virtual machine របស់យើងអញ្ចឹងខ្ញុំធ្វើការជ្រើសរើសដាក់នៅក្នុង drive data របស់ខ្ញុំ drive E អញ្ចឹងខ្ញុំចូលទៅកាន់ folder មួយនេះហើយខ្ញុំ select យក Linux 1អញ្ចឹងខ្ញុំ select យក folder មួយហ្នឹងខ្ញុំយកពាក្យ select folder វានឹង auto បង្កើត folder មួយឈ្មោះថា Ubuntu server នៅក្នុង directory មួយហ្នឹងមកដល់ឯនេះខ្ញុំចុចពាក្យ next នៅពេលដែលខ្ញុំចុច next គឺខ្ញុំមកដល់កន្លែងនេះដើម្បីធ្វើការកំណត់នៅ space របស់ RAM និង hard disk និងទំហំ storage ផ្សេងអញ្ចឹងខ្ញុំជ្រើសរើសយកទំហំរបស់ RAM របស់ខ្ញុំជ្រើសរើស 4G បន្ទាប់មកទៀតតើតើមួយ CPU ខ្ញុំយក 2 core ខ្ញុំselect យក 2 core ហើយបន្តមកទៀតតើតើមួយនឹង disk size តើតើមួយ storage របស់យើងវាអូតូចាប់ 25G អញ្ចឹងខ្ញុំអត់កែប្រែទេខ្ញុំយកប៉ុណ្នេះខ្ញុំចុចពាក្យ next ហើយខ្ញុំចុចពាក្យ finish ហើយខ្ញុំធ្វើការ run virtual machine របស់ខ្ញុំអញ្ចឹងវាកំពុងតែដើរនៅកន្លែងនេះហើយមកដល់ឯនេះដោយសារតែខ្ញុំអត់បាន select យក file ISO នៅពេលដែលខ្ញុំ set up project មួយហ្នឹងអញ្ចឹងខ្ញុំធ្វើការ select នៅទីតាំង file ISO ដែលខ្ញុំបាន download កន្លងមកហ្នឹងខ្ញុំចុចពាក្យ order អញ្ចឹង file ISO ដែលខ្ញុំបាន download ហ្នឹងខ្ញុំទុកនៅក្នុង drive E អញ្ចឹងខ្ញុំចូលទៅក្នុង drive E ដើម្បីយក file មួយហ្នឹងខ្ញុំចុច open ទៅដើម្បី select យក file មួយហ្នឹងហើយខ្ញុំចុចយក mount and retry boot ដើម្បីឲ្យវា boot ម្ដងទៀតមកដល់នេះខ្ញុំចុចពី enter ខ្ញុំចាំមានតិចទៅដើម្បីធ្វើការ connect ហើយបន្តមកទៀតវានឹងចេញផ្ទាំងមួយដើម្បីឲ្យយើងជ្រើសរើសយកភាសាអញ្ចឹង default វាចាប់យកភាសាអង់គ្លេសអញ្ចឹងខ្ញុំធ្វើការ select យកភាសាអង់គ្លេសទៅខ្ញុំចុចពី enter ហើយតើតើមក layout របស់ keyboard អីគឺដូចអីដែលយើងចង់បានគឺវា select យកអង់គ្លេស auto ខ្ញុំចុច done បន្តមកទៀតខ្ញុំចុច enter ទៀតហើយក៏ដល់កន្លែងនេះចុច enter ធូកន្លែងនេះខ្ញុំឡងចោលទៅដោយសារតែខ្ញុំអត់មាន proxy អីទេបន្ទាប់ពីកន្លែងនេះដំណើរការចប់ខ្ញុំចុច enter ដដែលហើយមកដល់កន្លែងនេះខ្ញុំធ្វើការដក tick នៅកន្លែងនេះហើយខ្ញុំចុចទៅមុខទៀត done
ដល់ហើយនេះគឺខ្ញុំអត់ធ្វើអីដែរចុចពាក្យតានទៀតហើយយកពាក្យ continue នេះគឺជាកន្លែងដែលយើងដាក់ឈ្មោះហើយនឹង username password អីផ្សេងអញ្ចឹងខ្ញុំធ្វើការបំពេញឈ្មោះហើយនឹង username របស់ខ្ញុំសិនអញ្ចឹងខ្ញុំបំពេញឈ្មោះខ្ញុំសិនឥឡូវខ្ញុំដាក់CTEC មកទៅ CTEC ហើយ server name ខ្ញុំដាក់ថា SU35 SU35 ហើយកន្លែង username ខ្ញុំដាក់ឈ្មោះខ្ញុំឈុនរតនាបន្តមកទៀតខ្ញុំដាក់ password ខ្ញុំ confirm password នៅខាងក្រោមហ្នឹងហើយខ្ញុំចុចតានទៅមុខទៀតមកដល់ហើយខ្ញុំចុច default ខ្ញុំចុច continue ទៅទៀតនិងចុច enter ទៀតហើយនេះគឺខ្ញុំយក default ដែរហើយវានឹងធ្វើការ install នៅ kernel របស់ Ubuntu server មួយហ្នឹងអញ្ចឹងនៅកន្លែងនេះយើងអាចចុចមើល log file ថាវាប្រសេសគេខ្លះនៅក្នុងដំណើរការមួយហ្នឹងអញ្ចឹងវានឹងធ្វើការ point ទៅកាន់ website មួយចំនួនដើម្បី download package ឬក៏ដើម្បីទៅឡើង kernel នៅក្នុង Ubuntu server ហ្នឹងអញ្ចឹងខ្ញុំធ្វើការរងចាំប្រហែលជា10នាទីខ្ញុំធ្វើការ push វីដេអូសិនដើម្បីកុំឲ្យវីដេអូនេះវែងពេកអញ្ចឹងនៅដល់មកដល់ឯនេះបើសិនជាវា install ចប់វានឹងធ្វើការឲ្យយើងចុច reboot ដើម្បី restart virtual មួយហ្នឹងអញ្ចឹងបន្ទាប់ពីពេញខ្ញុំអាចចុច reboot nowតមកទេខ្ញុំចុច enter នៅនេះចឹងការ install Ubuntu server របស់យើងបានជោគជ័យហើយខ្ញុំនឹងធ្វើការ log ចូលទៅកាន់ user របស់ខ្ញុំអញ្ចឹង user ដែលខ្ញុំបង្កើតមុនហ្នឹងខ្ញុំដាក់ថាឈុនរតនា password អញ្ចឹងខ្ញុំអាចចូលទៅកាន់ user របស់ខ្ញុំហើយនៅលើនេះខ្ញុំនឹងធ្វើការបង្ហាញនៅ comment មួយចំនួនដែលអញ្ចឹងបន្ទាប់ពី log ចូល user ហើយខ្ញុំធ្វើការបង្ហាញនៅ comment មួយចំនួនអញ្ចឹងនៅពេលដែលយើងចូលមកដល់នេះខ្ញុំធ្វើការ update មួយសិនអញ្ចឹងមកដល់នេះខ្ញុំធ្វើការ update មួយសិនខ្ញុំចុច command sudo apt update ហើយវាទាមទារ password យើងគ្រាន់តែវាយ password របស់យើងចូលទៅ
ហើយវានឹងធ្វើការ update ហើយយើងអាច test command មួយចំនួនទៅដូចជាការ upgrade អី sudo apt upgrade ធ្វើការ upgrade វាសិនចឹងបន្ទាប់ពីវា update upgrade អីចប់ខ្ញុំនឹងធ្វើការ test នៅ command មួយចំនួនដូចជា who I am who am I command who am I នឹងវានឹងបង្ហាញ user របស់យើងថា user របស់យើងឈ្មោះអីគេហើយបន្តមកទៀតខ្ញុំអាចមើលពីទីតាំងដែលខ្ញុំកំពុងតែធ្វើការហ្នឹងខ្ញុំអាច pwd ពាក្យពេញគឺចឹង pwd នេះពាក្យពេញមកពី print working directory អញ្ចឹងយើងអាច check មើលថាយើងនៅក្នុង directory មួយណាអញ្ចឹងចុច enter ទៅវានឹងបង្ហាញ directory ដែលខ្ញុំនៅហើយក្នុងនេះខ្ញុំអាចធ្វើការបង្កើត file ឬក៏បង្កើត directory អីបានខ្ញុំនឹងធ្វើការបង្កើតនៅ file មួយ touch ដើម្បីបង្កើត file ខ្ញុំដាក់ថា citex.txt ដើម្បីបង្កើត file txt មួយខ្ញុំចុច enter ទៅ file ហ្នឹងត្រូវបានបង្កើតហើយខ្ញុំធ្វើការ list ថា file ហ្នឹងបានបង្កើតហើយនៅចុច ls អញ្ចឹងគឺ file citex.txt នេះគឺបានបង្កើតរួចហើយវានឹងបង្ហាញ file មួយហ្នឹងអញ្ចឹងបើសិនជាខ្ញុំចង់មើល detail អំពី file មួយហ្នឹងខ្ញុំអាច comment មួយទៀតគឺ ls អញ្ចឹងវានឹងធ្វើការ list detail អំពី file មួយហ្នឹងថា file ហ្នឹងត្រូវបានបង្កើតដោយ user មួយណាបង្កើតនៅថ្ងៃទីម៉ានម៉ោងម៉ាននៅ second ទីម៉ាននេះគឺវានឹងបង្ហាញនៅលើហ្នឹងហើយយើងក៏អាចបង្កើត directory បានដូចជាខ្ញុំនឹងបង្កើត directory មួយខ្ញុំដាក់ប្រើ command mk dir ដើម្បីបង្កើត directory ខ្ញុំបង្កើត directory មួយឈ្មោះcitex AU35 ចុច enter អញ្ចឹងធ្វើការ list ថាតើ directory មួយហ្នឹងត្រូវបានបង្កើតហើយនៅអញ្ចឹងវាបង្ហាញប្រភេទ directory វានឹងបង្ហាញពណ៌ខៀវហើយ file វានឹងបង្ហាញធម្មតាអញ្ចឹងដូចជាcitex AU35 វាបង្ហាញពណ៌ខៀវហើយប្រភេទ file គឺវាបង្ហាញពណ៌សធម្មតាអញ្ចឹងបន្តមកទៀតខ្ញុំអាចប្រើ command មួយចំនួនទៀតដូចជាខ្ញុំចូលទៅកាន់ citex.hu35 ខ្ញុំ command cd citex hu35 ហើយចុច enter ខ្ញុំចូលទៅកាន់ directory មួយណាអញ្ចឹងខ្ញុំ pwd ដើម្បីមើល directory ដែលខ្ញុំកំពុងនៅអញ្ចឹងគឺវាបង្ហាញគឺខ្ញុំនៅក្នុង user របស់ខ្ញុំហើយ directory citex.hu35 អញ្ចឹងជម្រាបលាអរគុណលោកគ្រូវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹង